ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូដែលជាសិស្សនៅខាងទាំងអស់គ្នាថ្ងៃនេះផងដែរក្រុមយើងខ្ញុំជាក្រុមទី9នឹងមកធ្វើបទបង្ហាញអំពីបច្ចេករបស់យើងដែលមានឈ្មោះថា fertility dataset ចង់សម្រាប់សមាជិកនៅក្នុងក្រុមរបស់យើងមានចំនួន5នាក់ដោយបានបង្ហាញនៅក្នុង slide នេះស្រាប់ហើយ content យើងទៀតសោតមានចំនួន10ហើយ content នីមួយៗនឹងត្រូវធ្វើបទបង្ហាញដោយមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងសម្រាប់ content ទី1និង content ទី2ត្រូវបានបកស្រាយដោយខ្ញុំ Live Anna សម្រាប់ content នេះផងដែរទី1យើងនិយាយអំពី dataset source and topic អញ្ចឹង dataset របស់យើងមានឈ្មោះថា fertility dataset ដែលនិយាយអំពីការបង្កកំណើតរបស់ស្ត្រីដែលវា available នៅលើ Google ហើយក៏ដកស្រង់ចេញពី UCI machine learning ផងដែរអញ្ចឹងប្រភេទនៃបច្ចេករបស់យើងគឺអំពី medical and lifestyle dataset ហើយគោលបំណងនៃការធ្វើបច្ចេករបស់យើងគឺដើម្បីទូទាញលទ្ធផលកត្តាដែលជះឥទ្ធិពលទៅលើការបង្កកំណើតរបស់ស្ត្រីដែលផ្អែកទៅលើរបៀបនៃការរស់នៅរបស់គាត់ទំនៀមទម្លាប់ប្រវត្តិវិទ្យាសាស្ត្រព្រមទាំងកត្តាបរិស្ថានជុំវិញខ្លួនគាត់ផងដែរហើយ use case ដែលយើងប្រើគឺ classification ដែលមាន label ចំនួន2គឺ normal និង alter អញ្ចឹងទី2នេះនិយាយពី target variable target variable របស់យើងគឺយើងយក diagnosis ការធ្វើរូបវិនិច្ឆ័យអញ្ចឹង label ដែលមានខ្ញុំលើកជូនអំបញ្ញមិញមាន2គឺ normal fertility អញ្ចឹងយើងតាមដោយអក្សរ n សម្រាប់ alter គឺយើងតាមដោយអក្សរ o អញ្ចឹង n ហ្នឹងបញ្ជាក់ថាសុខភាពរបស់គាត់ធម្មតាប្រក្រតីអត់មានបញ្ហាអីទេសម្រាប់ o គឺបង្ហាញពីភាពមិនប្រក្រតីដែលជះឥទ្ធិពលទៅលើការបង្កកំណើតរបស់ស្ត្រីផងដែរអញ្ចឹងបច្ចេករបស់យើងនេះគឺធ្វើដើម្បីធ្វើការទូទាយថាគាត់ស្ថិតនៅក្នុងប្រភេទ infertility ឬក៏ប្រភេទ O សម្រាប់ content បន្តទៅទៀតនេះខ្ញុំសូមជូនទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំធ្វើការបកស្រាយបន្ថែមដែរសូមអរគុណជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចំណុចខ្ញុំគឺ dataset sample ដែល dataset sample ហ្នឹងវាមានឥទ្ធិពលទៅលើការបង្កកំណើតរបស់ស្ត្រីដែលកម្មករទី1មានដូចជា season ហ្នឹងមានដូចជា winter spring summer ហើយនិង fall ហើយចំពោះអាយុវិញចន្លោះពី18ទៅ36ឆ្នាំហើយកុមារភាពពីកំណើតហ្នឹងក៏វាប៉ះពាល់ទៅដល់ការបង្កកំណើតហ្នឹងដែរហើយចំណុចមួយទៀតគឺគ្រោះថ្នាក់ហ្នឹងមិនថាគ្រោះថ្នាក់ស្រាលឬធ្ងន់នោះវាអាចនឹងប៉ះពាល់បានដូចគ្នាហើយចំណុចមួយទៀតគឺការវះកាត់ក៏វាជះឥទ្ធិពលបានដូចគ្នាហើយចំណុចមួយទៀតគឺការផ្ដុំគ្រុនផ្ដាសាយក៏ជះឥទ្ធិពលដូចគ្នាហើយចំណុចមួយទៀតគឺការប្រើប្រាស់អាល់កុលច្រើនហើយនឹងទម្លាប់នៃការជក់បារីក៏ដូចជាការអង្គុយច្រើនម៉ោងហ្នឹងក៏វាប៉ះពាល់ទៅដល់សុខភាពនៃការបង្កកំណើតបានដូចគ្នាហើយចំណុចនេះគឺចំណុចទី4វាគឺជាបញ្ហាដែលកើតឡើងញឹកញាប់នៅក្នុង machine learning ទី1គឺ missing value នេះមានន័យថាគឺយើងបញ្ចូលទិន្នន័យអត់ពេញលេញឬក៏បាត់ទិន្នន័យអីមួយហ្នឹងវាប៉ះពាល់ទៅដល់ការវិភាគទិន្នន័យនៅក្នុង machine learning ដូចគ្នាមួយគឺ outlier ហ្នឹងមានន័យថាទិន្នន័យវាខុសច្រើនដែលភាគច្រើនគឺទៅលើអាយុចំណុចមួយទៀតគឺ inconsistent formatting ចំណុចនេះមានន័យថាទិន្នន័យចម្រុះឧទាហរណ៍ថាយើងបញ្ចូល winter អញ្ចឹងយើងបញ្ចូលទាំងអក្សរហើយទាំងលេខតំណាងដូចជាលេខ1អញ្ចឹងក៏វាប៉ះពាល់ទៅដល់ការវិភាគទិន្នន័យហ្នឹងដែរចំណុចមួយទៀតគឺ imbalance classes អាហ្នឹងមានន័យថាយើងធ្វើរោគវិនិច្ឆ័យn ហ្នឹងលើសពី o អញ្ចឹងក៏វាធ្វើឲ្យ model ហ្នឹងវាខុសទិសដៅដែរចំណុចមួយទៀតគឺ duplicated row មានន័យថាយើងបញ្ចូលទិន្នន័យម្ដងហើយម្ដងទៀតអញ្ចឹងក៏វាប៉ះពាល់ទៅដល់ model power ដែរហើយចំណុចមួយទៀតគឺ noise មានន័យថា incorrect value អាហ្នឹងមានន័យថាគឺជាយើងខ្លួនឯងនៅពេលដែលយើងបញ្ចូលទិន្នន័យអីមួយខុសហ្នឹងក៏វាធ្វើឲ្យការវិភាគហ្នឹងអត់ប្រក្រតីដែរចំណុចខ្ញុំអស់ហើយអរគុណលោកជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសម្រាប់ចំណុចទី5គឺយើងនិយាយពី cleaning structures នៅក្នុងចំណុចនេះដែរគឺយើងនិយាយពីការរៀបចំទិន្នន័យដើម្បីឲ្យវាមានភាពទំនុកចិត្តទៅលើការវិភាគហើយនៅក្នុងចំណុចនេះដែរក៏បែងចែកជា3ចំណុចធំដែលមានដូចជាទី1គឺយើងនិយាយពី missing data មានន័យថាយើងបានបំពេញកន្លែងឬក៏បានបំពេញកន្លែងដោយប្រើលេខមធ្យមឬក៏មធ្យមភាពនិងលុបចោលជួសដូចឬក៏ជួសឆុតដែលមិនសំខាន់ចោលសម្រាប់ទី2គឺយើងនិយាយពី mode image មានន័យថាយើងបានផ្លាស់ប្ដូរអ្វីៗទាំងអស់ដើម្បីផ្លាស់ប្ដូរអ្វីៗទាំងអស់ទៅលើទៅជាទម្រង់តែមួយឬក៏ជាចង្វាក់គ្នាសម្រាប់ទី3យើងនិយាយពី remove problem សម្រាប់ការ remove problem គឺយើងបាន clean ទៅលើបញ្ហាដែលមិនចាំបាច់ចោលហើយនឹងគ្មានប្រយោជន៍ដូចលេខ ID ជាដើមចូលទៅដល់ចំណុចទី6គឺយើងនិយាយពី primary ចូលទៅដល់ពី primary ethical issues នៅក្នុងចំណុចនេះដែរគឺយើងនិយាយពីទិន្នន័យនៃភាពមានកូនថាវាគឺជាទិន្នន័យមួយដែល very sensitive ដូច្នេះយើងគឺត្រូវមានវិធានការដូចជា primary គឺយើងលុបឈ្មោះអត្តសញ្ញាណរបស់អ្នកជំងឺហ្នឹងហើយធានាទៅលើព័ត៌មានដែលអាចសង្កល់អត្តសញ្ញាណរបស់គាត់ផ្ទាល់ដូចជាឈ្មោះហើយខែឆ្នាំកំណើតអីជាដើមអញ្ចឹងទៅហើយសម្រាប់ទី2វិញគឺយើងនិយាយពី consent ដែលវាមានការយល់ព្រមឲ្យបើកប្រើប្រាស់ក្នុងការបង្ហាញទិន្នន័យរបស់ពួកគាត់ដោយមានការយល់ស្របពីពួកគាត់ផងដែរសម្រាប់ទី3វិញគឺយើងនិយាយពី fairness មានន័យថាយើងផ្ដល់នូវយុត្តិធម៌និងមិនមានភាពលំអៀងនិងរើសអើងទៅលើមនុស្សដែលមានស្ថានភាពមានកូនរបស់ពួកគេទេហើយមួយវិញទៀតសម្រាប់ទៅលើចំណុចនេះដែរគឺយើងធានាទៅលើការវិភាគនិងគំរូដែលទទួលបានមិនត្រូវបាន
រើសអើងដោយអយុត្តិធម៌ចំពោះបុគ្គលដែលផ្អែកទៅលើស្ថានភាពមានកូនរបស់ពួកគាត់ឡើយសូមហេតុផលរបស់ខ្ញុំគឺចប់ត្រឹមប៉ុណ្ណឹងសូមបន្តដល់មុខភាពរបស់ខ្ញុំបន្តទៀត ចំពោះសុខភាពក៏ពីជំនាញវិទ្យារបស់គ្រូបង្រៀនដល់ពីដល់ការវិវត្តន៍ចឹងដំបូងឡើយគឺយើងធ្វើការ check data របស់កម្មវិធីការកសិនហើយ check នោះយើងឃើញថា data របស់យើងវាច្រើនគឺជា category ហើយមានជាលក្ខណៈផុតមកទៀតគឺ string ទាំងអស់ចឹងយើងចាប់ផ្ដើម check ហើយគឺយើងធ្វើការផ្លាស់ប្ដូរ data នឹងចឹងយើងអាចចង់បាន data របស់យើងជា string ទាំងអស់នេះវាពិបាកក្នុងការវិភាគអញ្ចឹងយើងក៏បាន check data របស់យើងនៅក្នុងរនីមួយគឺយើង check ជា latent អញ្ចឹងវាហៅថា filter នេះ check តែឲ្យមួយទី2ទី3ទី4ចាក់ដើម្បីងាយស្រួលការវិភាគហើយមួយទៀតគឺយើងធ្វើការ train model របស់យើងដែលយើងធ្វើការតែហើយ predict យើងអាចបានធ្វើការcross validation អញ្ចឹងពេលដែល data វាចេញមកគឺវា AUC ហ្នឹងគឺវាឃើញ subject ហកជាងទាំងអស់អញ្ចឹងកន្លែងហ្នឹងគឺ area under curve អញ្ចឹងវាអត់បានអាចចូលជាការហ្នឹងទេហើយយើងថតវានៅក្នុង Jupyter បន្ទាប់មកគឺយើងធ្វើការតេស្តដូចគ្នាតែដល់នៅក្នុងរបស់យើងដែលយើងថតនៅក្នុងកម្មវិធី Orange អញ្ចឹងយើងតេស្តទៅការ device set ផងយើងជា80 20អញ្ចឹងវាឃើញថាវាកើតជាកម្មវិធីដែល cancel subject of subject អញ្ចឹងតែនេះគឺវាជាមធ្យមវិញអញ្ចឹងយើងអត់ទាន់អាចយកវាជាការបានបន្ទាប់ពីយើងឃើញថាពេល test score ទៅគឺហ្នឹងយើងក៏យកមកការ prediction នៅ data ដែលយើងបានផ្សំគឺ20គឺយើងឃើញថា area ដែលខំមកវាគឺដូចគ្នាគឺ 0.63 0.6ជាដូចគ្នាអញ្ចឹងបន្ទាប់ពីយើងឃើញថា data របស់យើងគឺវានៅជាមធ្យមឡើយគឺយើងចាប់ផ្ដើមធ្វើការ apply ទៅsmooth technique ប៉ុន្តែ model apply smooth technique គឺយើងមកទៅលើ data របស់យើងគេបានជា where ពេលបាន0.8គឺភាសាដែលយើងមើលទៅលើ column basis គឺយើងឃើញថាតែរបស់យើងគឺ imbalance ព្រោះយើង normal ហើយនឹង alter អញ្ចឹងគឺយើងចាប់ផ្ដើម apply smooth technique ពេលដែលយើង apply smooth technique គឺskip ចឹងទៅពេល data របស់យើងគឺ imbalance គឺយើងចាប់តាម apply smooth technique ហើយនេះគឺជា smooth technique ដែលយើង apply ដើម្បីធ្វើឲ្យ data របស់យើងគឺ balance ហើយនេះនៅពេលដែលយើងapply smooth technique ហើយគឺធ្វើតាមតែនៅក្នុង Orange យើងឃើញថា area under curve ឡើងដល់ 0.9 អញ្ចឹង 0.9 អញ្ចឹងយើងឃើញថាពេលដែល apply ទៅហើយគឺ data របស់យើងនៅក្នុង test score ហ្នឹងគឺទទួលបាន 0.1 ហើយនឹងការ predict របស់វាហ្នឹងគឺឡើង ដល់ 0.9 អញ្ចឹងជាចុងក្រោយយើងឃើញថា model ដែលសម្រាប់ការ build model ក្នុង project របស់យើងគឺ decision tree ហើយនេះគឺជាការសម្បូរហើយយើងបានក្នុងកម្មវិធី Orange អញ្ចឹងយើងfile របស់វាយើងភាសាដំបូងហើយ file របស់វាគឺនេះគឺជា file ដើមអញ្ចឹង file ដើមពេលយើង apply ទៅវាឃើញថា data របស់យើងពេលយើងដាក់ចូល model ហ្នឹងគឺ area under curve របស់វាគឺ0.1 អញ្ចឹងយើងចាប់តាមទៅការ apply ទៅលើ file ដែលយើង apply smooth technique ពេលយើង apply smooth technique ហើយតាម divide sample របស់យើងហ្នឹងយើង apply sample របស់យើងដោយ80ហើយពេលដែលហើយគឺយើងចាប់តាមតែជាមួយtest score របស់យើងគឺវាតាម0ជាការមួយកាត់វិញអញ្ចឹងចំពោះ tree យើងឃើញថាពេលមកតែវាទៅដល់ធ្លាក់មកដល់0.83ក៏ប៉ុន្តែទៅពេលដែលយើង position វាឃើញថា tree វាល្អដូចគ្នាជាមួយនឹង trend របស់នេះហើយអញ្ចឹងយើងអាចសន្និដ្ឋានថាយើងអាចចែកយកទៅដល់ decision tree ហើយចំពោះការ report ដើម្បីទូបានความគឺយើងខំពីការកោហើយនឹងជួយហើយនេះគឺជា model ស្អីតែដល់កោចឹងចំពោះJupyter វិញដូចគ្នាអញ្ចឹង Jupyter តែនេះគឺយើង verify ហើយតែនេះគឺជាការនេះយើងទៅសេកូដដើម្បីធ្វើការ save ហើយយើង apply smooth អញ្ចឹងចំណុចរបស់យើងតាមនឹងទេហើយយើងសូមបន្តជំនួសបាទ នេះនឹងខ្ញុំសម្បូររចនាមកពីក្រុមទី9ហើយចំណុចដែលនេះខ្ញុំទៅធ្វើការបកស្រាយគឺតកតងជាមួយនឹងចំណុចទី8គឺ
tool អញ្ចឹងនៅក្នុងនេះផងដែរនេះខ្ញុំលើកយក tool ដែលតាក់ទងជាមួយនឹង project របស់ខ្ញុំនោះចំនួន3យកមកបង្ហាញអញ្ចឹងទី1មានដូចជាគេកាលដែលយើងដឹងទាំងអស់គ្នាថាកម្មវិធីហ្នឹងយើងអាចធ្វើការសរសេរកូដហើយធ្វើការតេស្តកូដរបស់យើងបាននៅក្នុងហ្នឹងចំណុចទី2គឺតាក់ទងជាមួយនឹង Orange ដែលនៅក្នុង tool Orange ហ្នឹងផងដែរយើងអាចធ្វើការ create clear visualization ឬក៏យើងអាចធ្វើការគូ diagram នៅក្នុងហ្នឹងបានចំណុចទី3គឺតាក់ទងជាមួយនឹង NumPy អញ្ចឹង NumPy ហ្នឹងផងដែរក៏យើងអាចប្រើប្រាស់វាដើម្បីធ្វើការ analyze ធ្វើការបញ្ជាក់data ដែលតាក់ទងជាមួយនឹងអត្រានៃការមានកូដហ្នឹងឲ្យវាបានវាថាមានលក្ខណៈម៉ត់ចត់ហើយនឹងច្បាស់ជាងមុនហើយចំណុចបន្តទៀតសូមទៅ slide មួយទៀតចំណុចចំណុចមួយទៀតគឺតាក់ទងជាមួយនឹង conclusion ដែលយើងធ្វើការដូចយើងសរុបមកវិញគឺតាក់ទងជាមួយនឹង project របស់ក្រុមខ្ញុំគឺធ្វើនៅក្នុង project ហ្នឹងផងដែរគឺយើងធ្វើការតាក់ទងជាមួយនឹងការ predict ទៅលើ data អញ្ចឹងនៅក្នុងក្រុមរបស់ខ្ញុំបានធ្វើការនិយាយថា clear data set ហើយយើងធ្វើការបង្កើត model ហើយចំពោះ project ហ្នឹងផងដែរពេលដែលយើងចប់ហើយយើងអាចទទួលបានចំណេះដឹងបន្ថែមតាក់ទងជាមួយនឹងបញ្ហាសុខភាពជាពិសេសបញ្ហាសុខភាពបន្តពូជដែលយើងអាចមានកូនបានអត់មានកូនតាក់ទងការអត់មានកូនហ្នឹងបណ្ដាលមកពីកត្តាគេខ្លះដែរសូម slide បន្តទៀតហើយចំណុចបន្ថែមនេះគឺជា reference ជាឯកសារយោងដែលពួកខ្ញុំយកពីខាងនឹងមកដើម្បីធ្វើជា slide ក្នុងការធ្វើការប័ណ្ណបង្ហាញសូមតទៀតមកហើយតាក់ទងជាមួយនឹងចំណុចទី10តាក់ទងជាមួយនឹង appendix នេះផងដែរអាហ្នឹងគ្រាន់តែជាចំណុចបន្ថែមដែលក្រុមខ្ញុំដាក់មកបង្ហាញជូនទៅដល់លោកគ្រូដូចជាអ្នកទាំងអស់គ្នាបានពិនិត្យមើលអញ្ចឹងណាអញ្ចឹងចំពោះក្រុមទី9របស់ខ្ញុំតាក់ទងជាមួយនឹង project របស់យើងគឺអស់ត្រឹមហ្នឹងហើយអរគុណលោកគ្រូ